ចាសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនឹងខ្ញុំសូមមកចែកនៅឱសថបុរាណខ្មែរមួយមុខទៀតហើយថ្នាំនេះផងដែរបងប្អូនគេហៅដើមមាន់ឬក៏ដើមយិនសិនស្រែហើយថ្នាំនេះគឺជាអត្ថប្រយោជន៍ជំនួយដល់កម្លាំងនិងជំនួយដល់សម្រាប់បងប្អូនបុរសឬក៏បងប្អូនស្ត្រីដែលខ្សោយជាមួយនឹងផ្លូវភេទហើយថ្ងៃនេះខ្ញុំសូមលើកយកដើមមាន់ឬក៏ហៅបានថាដើមយិនសិនស្រែយកមកធ្វើថ្នាំចែករំលែកជូនបងប្អូនទាំងអស់គ្នាបងប្អូននេះគឺជាដើមឈានសិនស្រែមានរូបរាងបែបនេះបងប្អូនគឺថាមិនងាយទេមិនងាយរកទេណាបងប្អូននៅព្រៃធំបានមានយើងចូលទៅហើយបើសិនជានៅព្រៃធំមកវារៀងធំតែនេះនៅក្បែរផ្ទះនៅខ្ញុំយកមកពីព្រៃបណ្ដោះបានប៉ុណ្្នឹងឯងបងប្អូនគឺមានច្រើនដើមទៀតប៉ុន្តែនេះខ្ញុំសូមមកបង្ហាញរូបរាងដែលមានផ្កាវាទៅតែមានផ្កាបងប្អូនផ្កាវារីកទៀតរីកធំជាងនឹងហើយកប៉ាងរាងផ្កាឈូកមិនសូវជាក្រហមដិតទេហើយផ្លែរបស់វារាងចេញមកបងប្អូនទីរាងនឹងខ្ញុំផ្កាណនងបងប្អូនឲ្យស្គាល់បែបនេះហើយឃើញចឹងតែជីកមកឬមុំរបស់វាដូចយិនសិតខ្មែរចឹងបងប្អូនហើយបងប្អូនរបៀបធ្វើបងប្អូនគ្រាន់តែយកឬវាចំនួន3មើមលាងសម្អាតទឹកឲ្យស្អាតហើយបងប្អូនយកទៅដាក់ដាំទឹកចំនួន2លីត្ររង្ងាស់បាន15នាទីទៅបងប្អូនយកមកហូបការហូបមិនកំណត់ទឹកក៏មិនកំណត់ពេលវេលាដែរបងប្អូនហូបពេលណាហូបពេលនោះចោះហើយបើសិនជាបងប្អូនចេះហូបទាំងសាច់ឬរបស់វាណាបងប្អូនយកហូបក៏បានដែរហូបយើងហូបទឹកអស់យើងហូបឬរបស់វាកុំចោលបងប្អូនស្ដាយព្រោះអីយើងងាយជីកបានទេបងប្អូនហើយងាយរកបានទេនៅព្រៃធំមិនមានហើយអានេះគឺជាផ្ការបស់វាជាមួយខ្ញុំណែនាំទៅឲ្យមើលបង្ហាញផ្លែរបស់វាផ្លែរបស់វានៅដើមមួយទៀតវារីកទុំតែខ្ញុំមើលអស់គ្នាហើយខ្ញុំឲ្យមើលឡើងនេះបងប្អូនហើយដើមមួយទៀតនេះផ្លែវាជាផ្លែវាយ៉ាងទុំតិចវាហាមកទៅអាហ្នឹងហាវាទុំមកអានេះវាមានស្ទើយើងមើលភូមិភាគបែបនេះទៅបងប្អូនណារត់ទៅហើយយកមកជីកយកដាក់ត្រាំស្រាក៏បានដែរបងប្អូនជីកបានច្រើនហើយយកទៅដាក់ត្រាំស្រាហូបជារៀងរាល់ថ្ងៃទៅជំនួយកម្លាំងយើងហើយនឹងសម្រាប់បងបរិសុទ្ធដែលខ្សោយជាមួយនឹងផ្លូវភេទយើងហូបទៅគឺថាជំនួយហ្មងជារៀងរាល់ថ្ងៃយើងហូបជំនួយទឹកក៏បានហូបពេលយើងហូបបាយហូបស្រាមួយកែវជារៀងរាល់ថ្ងៃយើងទៅមានកម្លាំងបងប្អូនហើយរូបរាងវាបែបហ្នឹងបងប្អូននេះដល់ទៀតនេះខ្ញុំដាំបានខ្ញុំចូលដែរបងប្អូនតែស្ដាយថ្ងៃមុនដកចោលអស់ពីរដែលនិយាយដកចោលភ្លេចថាដើមថ្នាំហ៎នេះជីបានទេបងប្អូនចាថ្នាំរបស់ខ្ញុំមានប៉ុណ្្នឹងឯងបងប្អូនអរគុណសូមជម្រាបលាបងប្អូនទាំងអស់គ្នាចាសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមមកឡាយចែករំលែកនៅឱសថបុរាណខ្មែរមួយមុខទៀតហើយសម្រាប់បងប្អូនដែលមានបញ្ហាកើតដុំគីសមិនថាកើតនៅកន្លែងណាដែលកើតនៅមួយទូខ្លួនរបស់បងប្អូនទេហើយនឹងក៏ជាថ្នាំអាចទប់ស្កាត់នឹងជំងឺមហារីកផងដែរបងប្អូនដែលមានបញ្ហាបែបនេះសូមទៅរកផ្លែម្នាស់ចំនួនមួយចំណិតមករួចហើយបងប្អូនហាន់ជាចំណិតស្ដើងរួចហើយដាក់ឆុងជាមួយនឹងទឹកក្តៅចំនួន1កែវអញ្ចឹងមកហើយបងប្អូនទុកចោលរយៈពេល15នាទីទៅរងចាំឲ្យជិះជាតិទៅបងប្អូនយកទឹកហ្នឹងមកហូបការហូបមួយថ្ងៃ2ដងព្រឹកក្រោយហូបអាហារម្ដងល្ងាចមុនចូលគេម្ដងបងប្អូនព្យាយាមហូបឲ្យបានរយៈពេល2សប្តាហ៍ឡើងទៅមិនថាដុំគីសតែដុះនៅកន្លែងណាទេនឹងចាប់ដើមស្វិតដល់ទីហើយរបៀបធ្វើទី2បងប្អូនគ្រាន់តែយកផ្លែម្នាស់នេះចំនួន1ចំណិតដូចគ្នាបន្ទាប់មកហាន់ជាចំណិតស្ដើងបងប្អូនយកទៅបុកក៏បានកិនក៏បានពូតច្រោះយកទៅទឹករបស់វាបងប្អូនយកមកហូបការហូបមួយដង1ស្លាបព្រាកាហ្វេមួយថ្ងៃ2ដងព្រឹកម្ដងល្ងាចម្ដងបងប្អូនព្យាយាមហូបឲ្យបានរយៈពេល2សប្តាហ៍ឡើងទៅហើយការបងប្អូននៅថាមានដុំគីសដែលដុះនៅជុំវិញខ្លួនរបស់បងប្អូននោះមិនថានៅកន្លែងណាទេនឹងបានស្វិតដងតិចហើយថ្នាំទី2មានទៀតបងប្អូនថ្នាំសម្រាប់បងប្អូនដែលមានជំងឺឬដួងបាតហើយថ្នាំនេះផងដែរគឺមានតែមើមឆៃថាវនិងទឹកឃ្មុំបងប្អូនគ្រាន់តែយកមើមថៃនេះ
ខ្ញុំតែខ្ញុំនិយាយពីអាការៈមិនថាបងប្អូនកើតជំងឺឬដួងបាត់ខាងក្នុងឬក៏ខាងក្រៅបត់ជើងមកពិបាកបត់ជើងមកចិញ្ចៀមបងប្អូនខុបជាមួយនឹងមើមឆៃនៅទឹកឃ្មុំនេះត្រឹមតែរយៈពេល5ថ្ងៃទៅ1សប្តាហ៍ទេឬដួងបាត់របស់បងប្អូននឹងចាប់បានគ្រីបសិបថៃហើយរបៀបធ្វើគឺងាយទេបងប្អូនគ្រាន់តែយកមើមថៃនេះយកចំនួន1មើមលាងសម្អាតទឹកឲ្យស្អាតហើយចិត្តសម្បកចេញហាន់ជាចំណិតស្អាតៗទេបងប្អូនយកទៅបុកក៏បានកិនក៏បានពូតច្រោះយកទៅទឹករបស់វាដាក់លាយជាមួយនឹងទឹកឃ្មុំចំនួន1ស្លាបព្រាផងហើយការហូបបងប្អូនហូបមួយថ្ងៃតែម្ដងទេរាល់ពេលមុនចូលគេងពេលល្ងាចបងប្អូនព្យាយាមហូបឲ្យបានរយៈពេល5ថ្ងៃទៅបងប្អូនដែលថាមានឬដួងបាត់ខាងក្នុងនោះនឹងចាប់ដើមស្រួលបត់ជើងហើយនឹងលេងមានឈាមហើយសម្រាប់បងប្អូនដែលមានការឬដួងបាត់ខាងក្រៅបងប្អូនព្យាយាមហូបឲ្យបានរយៈពេល15ថ្ងៃទៅគឺដួងបាត់របស់បងប្អូននឹងចាប់ដើមព្រាមស្វិតដងតិចហើយចាសសូមអរគុណសូមជម្រាបលានេះគឺជាថ្នាំរំលាយគិសនេះជាថ្នាំឬដួងបាត់